លោកអ្នកកំពុងទស្សនាកម្មវិធីជំនាញសំណពរប្រិមត្ត CTN ដែលរៀបចំឡើងដោយបណ្ដាញទូរទស្សន៍កម្ពុជា CTN ហើយនៅក្នុងវគ្គនេះជានិច្ចការលោកអ្នកនឹងបានជ្រាបនៅអត្ថន័យខ្លឹមសារព្រមទាំងអត្ថរសរបស់បទចម្រៀងពីអតីតកាលដែលបកស្រាយដោយតារាចម្រៀងកាលពីជំនាន់នោះតាមរយៈការបកស្រាយរបស់បងសេងតារាបាទសូមបងស្វាគមន៍ទស្សនិកជនបាទសូមជម្រាបសួរបងប្អូនទស្សនិកជនលោកតាលោកយាយលោកពូអ្នកមីងនិងបងប្អូននៅក្នុងស្រុកនិងក្រៅស្រុកទាំងអស់បាទនៅថ្ងៃនេះខ្ញុំបាទសេងតារាមានវត្តមានជាថ្មីទៀតហើយបាទអរគុណច្រើនបងតារាសុខសប្បាយជាទេបាទសុខសប្បាយទេបងហើយមកមានញឹកទេអូរវល់ណាបងមួយថ្ងៃរឿងសរសេរសភៅផងស្រាវជ្រាវចម្រៀងនឹងផងបាទបន្តការស្រាវជ្រាវនិងបង្កើនការចងក្រងបាទអរគុណច្រើនថ្ងៃនេះលើកយកបទអ្វីមកជំរាបជូនដល់ទស្សនិកជនដែរបាទថ្ងៃនេះខ្ញុំបានជ្រើសរើសយកចម្រៀងដ៏ពិរោះមួយបទទៀតមកជម្រាបជូនដល់លោកតាលោកយាយនិងបងប្អូនទស្សនិកជនទាំងអស់បទនេះមានចំណងជើងថាអូអក្ខរាមានប្រភពពីណាមកដែរអូអក្ខរាបាទអូអក្ខរាហ្នឹងខ្ញុំធ្លាប់ឮថាមានភូមិមួយឈ្មោះអញ្ចឹងបាទមានណាបងអញ្ចឹងហើយបទហ្នឹងគឺជាបទមួយដ៏ពិរោះហើយមានប្រវត្តិរបស់គេទៀតបាទនឹងពីបំតិចមកបាទគ្រាន់តែនិយាយដល់បទអូអក្ខរានេះប្រិមិត្តទាំងអស់ប្រកាសជាធ្លាប់ឮហើយនៅសម្លេងមាសរបស់លោកស៊ីនស៊ីសមុទ្រណាបងណាបាទដែលលោកបង្ហោសួរសៀងយ៉ាងពិរោះហើយរលកសម្លេងដែលលោកច្រៀងបទនេះគឺមានលក្ខណៈថាខ្ពស់មែនទែនណាបទខ្លះលោកច្រៀងធម្មតាតែបទនេះសម្លេងគាត់ខ្ពស់ណាស់ហើយទៅពេលដែលយើងស្ដាប់បទនេះគឺធ្វើឲ្យយើងមានអារម្មណ៍ថាដូចបានឃើញអូអក្ខរានោះតែម្ដងពិសេសបើបានស្ដាប់នៅពេលសូរិយារៀបលិចណាត្រូវតែមកបាទព្រោះថាទំនុកនេះគ្រាន់តែចេញក្បាលមកសូរិយាយើងលានភាខៀវខ្ចីណាបាទបុប្ផារីថ្មីនេះអូអក្ខរាហ្នឹងគឺធ្វើឲ្យយើងចង់ស្ដាប់មែនទែនអូអក្ខរានៅណាបងអូនបាទអូអក្ខរាជាឈ្មោះភូមិមួយស្ថិតនៅក្នុងឃុំព្រៃឈរស្រុកព្រៃឈរខេត្តកំពង់ចាមបាទគឺបច្ចុប្បន្នអ្នកនៅព្រៃឈរប្រកាសជាស្គាល់ឈ្មោះភូមិអូអក្ខរាបាទហើយអូអក្ខរានេះគឺជាចម្រៀងមួយបទដែលបានលាក់ទុកនៅប្រវត្តិរបស់គូស្នេហ៍មួយគូផងដែរបទនេះថតនៅអំឡុងដើមទសវត្សរ៍ឆ្នាំ1970បាទគឺថតនៅឆ្នាំ1971បាទហើយដែលមានលោកម៉ាឡៅពីជាម្ចាស់ស្នាដៃនិពន្ធទំនុកច្រៀងបាទហើយលោកស៊ីនស៊ីសមុទ្រជាអ្នកនិពន្ធបទភ្លេងហើយលោកហេងហូវេងជាអ្នកសម្រួលតន្ត្រីក្នុងច្រៀងដោយលោកស៊ីនស៊ីសមុទ្របាទច្រើនគ្នាបាទព្រោះថាលោកម៉ាឡៅពីគាត់និពន្ធទំនុកច្រៀងគាត់ចេះសេភ្លេងនេះអញ្ចឹងភ្លេងទៅលោកស៊ីនស៊ីសមុទ្រអ្នកនិពន្ធហើយលោកហេងហូវេងដៃគូគាត់ហ្នឹងជាអ្នកសម្រួលតន្ត្រីយើងហៅថាដឹកនាំប្រគំថតនេះបាទហើយបទនេះមានប្រវត្តិរបស់គេនៅចំនួនហ្នឹងព្រោះដើមសម័យលន់នល់ហ្នឹងគឺភាគច្រើនបរោះឬក៏គូស្នេហ៍ផ្សេងតែមានប្រវត្តិព្រោះស្រុកយើងកំពុងកើតសង្គ្រាមណាអញ្ចឹងប្រប្រាស់ប្រពន្ធកូនគូសង្សារហ្នឹងតែធ្វើសង្គ្រាមអញ្ចឹងឲ្យបានមានចម្រៀងស្នេហាជាតិជាច្រើនដូចជាថ្ងៃ12កក្កដាពលទូអភ័ព្វលាម៉ែចូលធ្វើទាហានហើយអូអក្ខរាហ្នឹងក៏ជាបទមួយក្នុងចំណោមបទចម្រៀងស្នេហាជាតិទាំងនោះដែរហើយបទនេះគេមានប្រវត្តិរបស់គេអញ្ចេះតាកាលពីចំនួនហ្នឹងមានគូស្នេហ៍មួយគូណាគាត់ស្រឡាញ់គ្នាហើយធ្លាប់មានអនុស្សាវរីយ៍ជាច្រើនហើយបើតាមឯកសារដែលខ្ញុំឃើញហ្នឹងគឺតួប្រុសហ្នឹងគាត់ឈ្មោះយឿនបាទហើយតួស្រីហ្នឹងគាត់ឈ្មោះថាខ្ញុំម្ចាស់ដើមណាបាទម្ចាស់សាច់រឿងបាទម្ចាស់សាច់រឿងហ្នឹងនាងខុនបាទទើបចាំឈ្មោះនាងខុនគាត់នៅរស់ទេនាងអូអក្ខរានៅរស់ទេបាទនៅខេត្តកំពង់ចាមសប្តាហ៍ថ្ងៃហ្នឹងហើយគាត់ស្រឡាញ់គ្នាមែនទែនធ្លាប់ថាសាងអនុស្សាវរីយ៍ជាច្រើនជាមួយគ្នាគាត់នៅភូមិជាមួយគ្នាបាទហើយពេលណាដែលនាងដងទឹកអីហ្នឹងកំឡោះយឿនហ្នឹងតែងតែទៅជួយដងទឹកនៅដងដៃណាបាទហើយនៅក្រោយភូមិអូអក្ខរាហ្នឹងគេមានស្រែមួយឈ្មោះថាស្រែក្រសាំងបាទហើយពួកគាត់នឹងធ្លាប់ជួយបោកបានស្រូវគ្នាធ្លាប់ជួយជ្រុលស្រូវគ្នាដោយទំនុកនៃបទអូអក្ខរានឹងអញ្ចឹងហើយក្រោយមកក៏ស្រុកយើងចូលសង្គ្រាមទៅសម័យលន់នល់ហ្នឹងអញ្ចឹងគូសង្សារនៅពីហ្នឹងក៏ត្រូវមានវិបត្តិកើតឡើងក៏នាងខុនហ្នឹងគឺមានសម្រស់ស្អាតណាស់ហើយកំឡោះក្នុងភូមិហ្នឹងក៏ចោមរួមស្រឡាញ់ច្រើនដែរហើយក្នុងហ្នឹងលោកយឿនហ្នឹងគាត់ឆ្លាញ់នាងខុននឹងច្រើនរហូតដល់ឲ្យឪពុកម្ដាយគាត់ចូលស្ដីនាងខុននឹងទៀតណាក៏ប៉ុន្តែក្រោយមកស្រាប់តែមានរឿងអ្វីទេលោកយឿនហ្នឹងគាត់មានឯថាបករបួសស្នាមទៅលើឪពុកគាត់ណាបាទអញ្ចឹងទៅក៏ឪពុកម្ដាយខាងស្រីហ្នឹងគឺផ្ដាច់ពាក្យទៅវិញបាទ
ហើយបានមិត្តភ័ក្តិរបស់លោកយឿននឹងចូលស្ដីនាងអូអាការ៉ានយកវិញអញ្ចឹងហើយបានជាធ្វើឲ្យលោកយឿននឹងគាត់សោកស្ដាយហើយឃ្លាតឆ្ងាយពីគូសង្សារនឹងទៅចូលសមរភូមិពេលហ្នឹងគាត់អត់ខ្មាស់នាងអូអាការ៉ាហ្នឹងអញ្ចឹងក៏លានាងនឹងទៅចូលចម្បាំងធ្វើទាហានជាមួយកងទ័ពសម័យហ្នឹងណាព្រោះកាលហ្នឹងយើងច្បាំងជាមួយកងទ័ពកងផងកងទ័ពខ្មែរក្រហមផងហើយតែមុននឹងពេលគាត់ទៅលាចម្បាំងហ្នឹងគាត់ធ្លាប់ផ្ដាំនាងថាពេលដែលខ្ញុំទៅធ្វើសង្គ្រាមសូមតាមស្ដាប់ចម្រៀងខ្ញុំមកបត់ដើម្បីរំលឹកពីអនុស្សាវរីយ៍រវាងខ្ញុំនិងនាងខុនដែលជាគូសង្សាររបស់គាត់ណាក្នុងភូមិហ្នឹងមាននារីមួយក្រុមសម័យហ្នឹងហើយឲ្យដល់ពេលណាពួកទាហានចូលឈ្លានពានទៅគេអត់ឲ្យកំងនៅក្នុងភូមិទេអញ្ចឹងលោកយឿនដែលគាត់ជាទាហានហើយនឹងក្រុមកំឡោះគ្នាគាត់ក្នុងភូមិហ្នឹងឲ្យដល់ពេលណាសូរិយាចិត្តលិចគឺថាគាត់ដង្ហែបាទដង្ហែគ្នាហ្នឹងនាំនារីហ្នឹងទៅឲ្យស្នាក់នៅភូមិមួយឈ្មោះថាភូមិសូសែនបាទនៅផ្ទះពុកមីហ្នឹងណាអញ្ចឹងហើយបានជាមានទំនុកបត់ហ្នឹងគេថាចិត្តដល់សូសែនអូនចូលផ្ទះមីបងក៏សុំលាចូលបន្ទាយទៅបាទហើយដោយសារតែមានរឿងរ៉ាវប្រត់ប្រាស់គ្នាអញ្ចឹងហើយបានជាក្រោយមកបានជាលោកយឿនហ្នឹងទៅជួបលោកម៉ាឡៅ2បាទហើយនិយាយរឿងហ្នឹងទៅប្រាប់លោកម៉ាឡៅ2ទៅបានតែងបាត់អូអាការ៉ាចេញមកអរគុណច្រើនអស់លីងសូមលោកអ្នកមកតាមដានទស្សនានៃអត្ថន័យខ្លឹមសារតើមានអត្ថន័យនិងអត្ថរសដល់កម្រិតណាតាមអរិយបទអូអាការ៉ាដូចតទៅបាទนกเพียเขียวใจโบพารีทำไมเนี่ยโออัครายมเชียยกจนเปรตเลียนบ้านคนเอ๋ยโบพาดังเตียนดอยสมอថ្លៃទូកមអូតូតូចកំក្នុងភាពបរោះបងទុំដួងចិត្តនៅចាំសំរនៅចាំអើយទាំងឈ្មោះនាងអូអាការ៉ាស្រីបែនត្រូវបងនៅយាមអូនថ្ងៃកែវភៀសខ្លួនបងដើរកាពីចិត្តដល់ទូតែនអូនចូលទាំងមីបងក៏សូមនីចូលអនទីទៅของสาកំកត់អោជាងសំបត់អត់ថ្ងៃកាយភ្លើអោត្រែត្រកាំងធ្លាប់ជួយច្រូតត្រូវដល់ព្រៀងអីលើងាយស្មើជើងមេឃ
ខ្ញុំជឿថាបន្ទាប់អំពីការធ្វើការបកស្រាយរបស់បងអូនសេងតារាបាទតាមពិតទៅគាត់នៅស្ដាប់ប្រហើណាមិនបានខ្លឹមសារដែលជំរាបជូនអំពីខ្លឹមសារអញ្ចឹងទៅស្ដាប់បទចម្រៀងហ្នឹងទៅជាពិសេសអ្នកនៅអូអាការ៉ាផ្ទាល់តែម្ដងឥឡូវយើងហៅគាត់ថាមីងចុះមីងខុនបាទគាត់បានស្ដាប់សាច់រឿងគាត់ឡើងវិញអញ្ចឹងនឹងជាសញ្ញាស្គាល់យ៉ាងណាទេណាបាទគាត់ថាអនុស្សាវរីយ៍នេះវាកើតឡើងជិតកន្លះសតវត្សទៅហើយបាទហើយគាត់ហ្នឹងក៏ចាស់ហើយឥឡូវអាយុ60ហើយបាទតែកំឡោះយឺនដែរជាតួឯកក្នុងហ្នឹងគាត់បានស្លាប់ទៅហើយក្នុងសម័យធ្វើសង្គ្រាមហ្នឹងណាបូករួមនឹងលោកស៊ិនស៊ីសមុទ្រក៏ស្លាប់លោកម៉ាលើពីហ្នឹងក៏ស្លាប់ហើយនៅរស់តែលោកហេងហូវេងមួយទៀតនៅអាមេរិកបច្ចុប្បន្នដែលជាម្ចាស់ស្នាដៃសម្រួលតន្ត្រីនៃបទហ្នឹងបាទហើយយីរួមទៅឲ្យតែពេលខ្ញុំស្ដាប់បទអូអាការ៉ាហ្នឹងខ្ញុំស្រឡាញ់សម្លេងលោកស៊ិនស៊ីសមុទ្រគាត់ច្រៀងឡើងខ្ពស់សម្លេងគាត់ណាដូចជាអអណ្ដូងដៃស្រីថ្លៃទូលក្អមហ្នឹងទៅហើយបើសិនជាអ្នកយកបទហ្នឹងមកច្រៀងកន្លែងចិត្តដល់សូសែនអូនចូលផ្ទះមានហ្នឹងក៏អត់យល់ក៏ដាក់សូសែងក៏ស្មើសូសែងសូរិយាបាទគឺជាសូរិយាហ្នឹងបាទសូសែនហ្នឹងគឺជាឈ្មោះភូមិមួយនៅចិត្តអូអាការ៉ាហ្នឹងពេលណាដែលថ្ងៃចិត្តលិចគឺកំឡោះយឺនហើយនឹងកំឡោះក្នុងភូមិហ្នឹងនាំគ្នាការពារនាងអូអាការ៉ាហ្នឹងហើយនឹងកំងក្នុងភូមិហ្នឹងទៅភូមិសូសែនហ្នឹងហ្នឹងហើយអញ្ចឹងបានជាមានពាក្យចិត្តដល់សូសែនអូនចូលផ្ទះមានហ្នឹងហើយសរសើរលោកម៉ាលើពីណាចេះភ្ជាប់មកតាំងពីអនដងដៃស្រីថ្លៃទូលក្អមក៏យកមកភ្ជាប់ភូមិសូសែនក៏យកមកភ្ជាប់ទៅប្រទីក៏ភ្ជាប់ទៀតហ្នឹងហើយកាលស្រីបានស្រីមករៀនអូនអូយម៉ាលើពីនេះប្រកែណាបាទអញ្ចឹងហើយបានជាបទចម្រៀងមួយបទដែលប្រសូតចេញពីទឹកដៃកវីសេកមាសម៉ាលើពីយើងស្ដាប់ទៅគឺមិនចេះចំណាយទេឲ្យពាក្យរបស់លោកគឺគេហៅថាឃ្លាកាបកវីណាគឺជួនឧត្តមគ្នាស្ទើរតែគ្រប់បទចម្រៀងទាំងអស់បាទអរគុណច្រើនបងប្រុសពេលវេលារបស់យើងដល់បញ្ចប់ហើយចុងក្រោយមានអ្វីដើម្បីជំរាបបន្ថែមជូនដល់ទស្សនិកជនទៀតបាទអញ្ចឹងតាមរយៈបទអូអាការ៉ានេះសង្ឃឹមថាលោកតាលោកយាយលោកពូអ្នកមីងនិងបងប្អូនទស្សនិកជនទាំងអស់ប្រកាសជាបានជ្រាបអំពីប្រវត្តិហើយស្ដាប់បទចម្រៀងនេះកាន់តែពីរោះទ្វីឡើងហើយខ្ញុំបានក៏សូមឧទ្ទិសបទចម្រៀងអូអាការ៉ានេះជូនទៅដល់វិញ្ញាណក្ខន្ធម្ចាស់ស្នាដៃនិពន្ធផងគឺលោកម៉ាឡាពីហើយម្ចាស់ស្នាដៃនិពន្ធបទភ្លេងនិងម្ចាស់សំនៀងគឺលោកស៊ីនស៊ីសមុទ្រហើយក៏សូមគោរពផ្ញើជូនទៅដល់លោកហេងហូវេងផងដែរដែលជាអ្នករៀបសម្រួលបទនេះហើយក៏សូមផ្ញើជូនទៅដល់លោកតាលោកយាយទាំងអស់ដែលនិយមតាមដានស្ដាប់ចម្រៀងរៀមច្បងកាលពីសម័យដើមបាទអរគុណច្រើនបាទលោកស្រីអ្នកនាងកញ្ញាជាទីគោរពនិងជាទីមេត្រីបាទកម្មវិធីដល់ទីបញ្ចប់នឹងវិលមកជួបលោកអ្នកតាមម៉ោងពេលកន្លងនៃសប្តាហ៍ក្រោយពេលនេះខ្ញុំបាននឹងបងសេងសូមអរគុណសូមជម្រាបលា